សួស្តីបងប្អូនចឹងនិយាយកាត់ៗតិចណាចឹងនេះលើធ្វើខសាច់ជ្រូកចឹងមុនយើងខគឺយើងផ្អាប់សាច់ទុកសិនណានៅផ្អាប់សាច់ទុកផ្អាប់សាច់ជ្រូកនេះគ្រឿងមានដូចជាស្ករមានអំបិលកន្លះស្លឹកខ្នុរហើយទឹកត្រីហើយប្រេងខ្យងអីចឹងណាដូចជាយើងផ្អាប់សាច់ហ្នឹងហើយយើងដាក់ខ្ទឹមសមកយើងឆាខ្ទឹមសនោះឲ្យរៀងកម្លាំងតិចមកជិះកូរជាមួយស្ករក្រហមនៅស្ករក្រហមតែយើងបន្ថយភ្លើងបើជាបន្ថយភ្លើងដាក់ភ្លើងខ្លាំងពេកអ្នកខ្លោចយើងកូរជាមួយស្ករក្រហមឲ្យមកទៅរៀងកម្លាំងតិចមកតែមកយើងចាក់សាច់ជ្រូកយើងចូលសាច់ជ្រូកយើងផ្អាប់ប្រឡាក់ទុកហើយហ្នឹងយើងដាក់យើងចូលមកសាច់ជ្រូកមានគ្រឿងហើយសាច់ហ្នឹងណាយើងថែមគ្រឿងបន្ថែមតែត្រីបន្តិចមកឲ្យប៊ីចេងបន្តិចទៅហ្នឹងហើយបើសិនជាយើងចង់ឲ្យវារាវយើងថែមទឹកបន្តិចទៅហ្នឹងហើយហើយយើងចាក់ពងទាយើងចូលមកហើយយើងបិទក្រោកវាកូរវាបិទក្រោកវាឲ្យវាពុះម្សៅបន្តិចមកពុះម្សៅឲ្យតែវាពុះបន្តិចឆ្អិនហ្នឹងហើយអញ្ចឹងខធ្វើឲ្យប្រែងាយស្រួលអញ្ចឹងមកសាច់ជ្រូកខពងទានេះគឺងាយស្រួលមែនតើអញ្ចឹងមកផ្នែកនេះហើយប៉ុណ្្នឹងឯងអរគុណ